Châm rốn, rước châm rốn chua chọ, chỉ ở vật mà dáng, đại phần lất trên pi rô chiết đào mư xây, đợi cạp mư xây, chỉ châm rịa tối, hỏi bất ơi sủi, nực này khăn chồng. Chuồn cá, ạch miếng provine chân lọc pi hạ sập cm, từ 100 cm. Nực này khăn chồng sủi này châm rốn, kỳ liệp xa thiệt bồn mà dáng, đại châm rắn chênh một pi caroli bình chô khníu, rồi viên chua chớ, nâng bước búa, rôm tiếng xa thiệt bồn là tây tiết. Đại kỳ cấp thả chui bằngการอนุภาพในอาวุธแบบโบราณមួយនេះអាវុធបែបបុរាណមានគ្រោះថ្នាក់ខ្លាំងមួយនេះត្រូវបានគេដឹងថាវាមានប្រភពដើមពីជនជាតិភាគតិចចិននៅតំបន់ព្រៃភ្នំដាច់ស្រយាលពីដំបូងអាវុធនេះគេប្រើប្រាស់សម្រាប់បរបាញ់សត្វការពារសត្វសាហាវមកយាយីតំបន់ភូមិឋាននៃការរស់នៅរបស់ជនជាតិភាគតិចទាំងនោះក្រោយមកអាវុធនេះត្រូវបានវិវត្តខ្លួនคล้ายជាអាវុធសម្រាប់ធ្វើសង្គ្រាមរវាងជនជាតិភាគតិចនៅតំបន់មួយនិងតំបន់មួយទៀតគេមិនបានដឹងថាវត្តមានអាវុធនេះហូរចូលមកប្រទេសកម្ពុជានៅពេលណានោះឡើយក៏ប៉ុន្តែគេឃើញមានការប្រើប្រាស់អាវុធនេះយ៉ាងច្រើនស្ទើរតែคล้ายជាអាវុធទី2បន្ទាប់ពីការប្រើប្រាស់កាំភ្លើងនៅក្នុងតំបន់ទឹកដីចុងក្រោយនៃអន្លង់វែងក្នុងរបបខ្មែរក្រហមដែលដឹកនាំដោយតាម៉ុកនេះគឺជារឿងរ៉ាវដែលប្រជាជនខ្មែរក្រហមនៅតំបន់អន្លង់វែងរៀបរាប់និងបរិយាយថាការងារដ៏សំខាន់មួយរបស់ប្រជាជនដែលភាគច្រើនគឺជាសមាជិកគ្រួសាររបស់កងទ័ពគឺផលិតចម្រងធ្វើពីឫស្សីប្រជាជនត្រូវបានបែងចែកជាក្រុមដែលចែកវេនគ្នាទៅកាប់ឫស្សីនៅក្នុងព្រៃដើម្បីផលិតអាវុធចម្រងឲ្យកងទ័ពជួរមុខនៅក្នុងសមរភូមិយកទៅដាំតាមផ្លូវធ្វើដំណើររបស់កងទ័ពវៀតណាមចម្រងមួយចំនួនទៀតក៏ត្រូវបានគេដាំនៅជុំវិញភូមិស្រុកដើម្បីទប់ស្កាត់ការលូកចូលរបស់ចារកិច្ចកងទ័ពវៀតណាមនិងចារកិច្ចរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាជនម្នាក់ៗត្រូវបានតម្រូវឲ្យផលិតចម្រងពី200ទៅ500ចម្រងក្នុងមួយថ្ងៃជួនកាលប្រជាជនត្រូវធ្វើការងារទាំងយប់ដើម្បីសម្រេចតាមចំនួនដែលបានកំណត់បន្ទាប់ពីផលិតចម្រងរួចហើយប្រជាជនមួយក្រុមទៀតត្រូវបានគេចាត់តាំងឲ្យដឹកជញ្ជូនចម្រងទៅឲ្យកងទ័ពខ្មែរក្រហមនៅសមរភូមិមុខត្រីមួយចំនួនដឹកជញ្ជូនចម្រងដោយទូនៅនឹងក្បាលហើយអ្នកខ្លះទៀតដឹកជញ្ជូនតាមរយៈរទេះគោជាដើមការងារនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជននិងកងទ័ពនៅសមរភូមិមុខជាការដឹងគុណដល់ការចូលរួមចំណែកនេះរូបសំណាកស្ត្រីទូចម្រងនៅលើក្បាលត្រូវបានកសាងឡើងនៅលើផ្លូវចម្រាក់ភ្នំដងរែកទៅកាន់ច្រកព្រំដែនខ្មែរថៃសពថ្ងៃនេះរូបសំណាកស្ត្រីទូចម្រងដែលឆ្លាក់ចេញពីថ្មធំដោយទឹកដៃជាងយ៉ាងចំណាននេះត្រូវបានខូចខាតអស់ជាច្រើនដូចជារូបសំណាកមួយចំនួនបាត់ក្បាលនៅសល់តែដងខ្លួនហើយខ្លះទៀតបានបាក់បែកដេកដួលទៅលើដីក៏ប៉ុន្តែរូបសំណាកទាំងនេះបានក្លាយជាតំបន់សក្ការៈបូជាបនសន់សែនព្រេនរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែងយ៉ាងស័ក្តិសិទ្ធិនិងកាយសាហាវផងដែរទីកន្លែងបូជារូបសំណាកស្ត្រីទូចម្រងនេះត្រូវបានគេហៅថាលោកយាយម៉ៅភ្នំដងរែកប្រជាជនត្រូវបានបង្រៀនឲ្យចេះផលិតចម្រងជ័រឆក់ដែលមានសារធាតុពុលទីកន្លែងបូជារូបសំណាកស្ត្រីទូចម្រងនេះត្រូវបានគេហៅថាលោកយាយម៉ៅភ្នំដងរែកប្រជាជនត្រូវបានគេបង្រៀនឲ្យចេះផលិតចម្រងជ័រឆក់ដែលមានសារធាតុពុលដែលប្រើប្រាស់សម្រាប់លាបនៅខាងចុងចម្រងត្រូវបានចម្រាញ់ចេញពីការរលាយបញ្ចូលគ្នារវាងជ័រឈើនិងពឹសពោះនិងសារធាតុពុលដទៃទៀតដែលអាចរកបានជ័រឈើនិងសារធាតុពុលនេះត្រូវបានរងាស់បញ្ចូលគ្នារហូតក្លាយទៅជាជ័រកៅដែលយកទៅលាបនៅលើចុងចម្រងរូបមន្តសម្រាប់ផលិតជ័រឆក់នេះបានមកពីជនជាតិភាគតិចតំបន់ភ្នំដែលមកពីភូមិភាគឦសាននៃប្រទេសកម្ពុជាដោយសារតែសារធាតុផ្សំមានចំហាយខ្លាំងអ្នកដែលផលិតជ័រឆក់នេះជួបប្រទះបញ្ហាសុខភាពជាច្រើនជាក់ស្ដែងប្រជាជនដែលរងាស់សារធាតុពុលនេះតែងតែហើមមុខហើយឈឺចុកចាប់ខ្មែរក្រហមចាត់ទុកចម្រងជ័រឆក់របស់ខ្លួនថាជាអាវុធស័ក្តិសិទ្ធិខ្មែរក្រហមបានអះអាងថាចម្រងជ័រឆក់មួយដើមខ្លាំងជាងគ្រាប់ B40 ដោយចំនួន10គ្រាប់ដោយសារតែចម្រងជ័រឆក់មួយដើម
សម្រាប់បានខ្មាំងមួយក្បាលហើយធ្វើឲ្យបាក់ស្មារតីជាច្រើនសិបក្បាលទៀតអតីតកម្មាភិបាលខ្មែរក្រហមនៅក្នុង1003បានរំលឹកថាគាត់នៅពេលគាត់ធ្វើការក្រោមការដឹកនាំតបពីតាម៉ុកដើម្បីផលិតជំរងនិងដាក់មីននៅក្នុងកងនារីស្ម័គ្រមិត្តនារីជាប្រធានកងរបស់ខ្ញុំត្រូវបានស្គាល់ថាជាលោកជីតុងត្រូវបានបញ្ជូនឲ្យទៅច្រកជរុនក្រុមរបស់ខ្ញុំមានគ្នាចំនួន30នាក់ដែលសុទ្ធតែនារីនៅលីវបន្ទាប់ពីរៀបការហើយខ្ញុំបានចាក់ចេញពីកងនិងទៅរស់នៅជាមួយប្តីរបស់ខ្ញុំប្រពន្ធរបស់កងទ័ពធ្វើការងារបិទជំរងនិងដឹកជញ្ជូនជំរងដោយរទេះទៅកាន់ស្មោលភូមិមុខជំរងមួយដើមមានប្រវែងប្រហែល1ហត្ថខ្ញុំក៏ធ្លាប់បានលាបថ្នាំពុលទៅលើចុងជំរងសារធាតុពុលទាំងនោះត្រូវបានផ្ដល់ឲ្យកងទ័ពខ្ញុំពិតជាពេញចិត្តរីករាយខ្លាំងណាស់ក្នុងការធ្វើជាយុទ្ធនារីនេះខ្ញុំពេញចិត្តនឹងការងារដឹកជញ្ជូនមីននេះណាស់ខ្ញុំមិនខ្លាចនោះទេជំរងគឺជាអាវុធសំខាន់ទី2របស់ខ្មែរក្រហមបន្ទាប់ពីគ្រឿងសព្វាវុធខ្មែរក្រហមដាំជំរងពីរបៀបផ្សេងគ្នាខ្មែរក្រហមអាចដាំជំរងដោយបង្កប់ជាមួយនឹងស្មៅឬដាំជំរងនៅក្នុងរណ្ដៅជំរងទាំងនោះមើលទៅស្ទើរតែប្រហាក់ប្រហែលនឹងស្មៅហើយពិបាកសម្គាល់ឃើញណាស់នៅពេលដែលមនុស្សម្នាក់កំពុងរត់ចេញពីការប្រយុទ្ធប្រសិនបើជនណាម្នាក់ដួលទៅលើជំរងនោះនឹងបែកទៅជាជំរាកតូចៗហើយចាក់ចូលទៅក្នុងសាច់បំណាច់ជំរងនេះពិបាកនឹងដកចេញពីសាច់ណាស់កងទ័ពដែលគេចផុតពីការស្លាប់ដោយសារជំរងតែងតែមានការឈឺចាប់រយៈពេលវែងពីព្រោះមុខរបួសមិនងាយនឹងជាសះស្បើយឡើយជួនកាលអន្ទាក់ជំរងអាចឲ្យខ្មែរក្រហមចាប់កងទ័ពវៀតណាមបានតែជាទូទៅត្រូវបានបញ្ជូនទៅប្រទេសថៃមានការអះអាងថាថៃបានដោះដូរកងទ័ពវៀតណាមជាមួយនឹងរាជរដ្ឋាភិបាលវៀតណាមជាធ្នូនឹងលុយកាក់ផងដែរពីចុងឆ្នាំ1998ក្រោយសមាហរណកម្មអ្នកភូមិជាច្រើនបានចុះចេញពីជំរំហ្វូណយត្រឡប់មករស់នៅទឹកដីចាស់ដែលមានសភាពថ្មីពោលគឺពោពេញទៅដោយក្របមីនជំរងសត្វព្រៃកាចសាហាវជាច្រើនភូមិចាស់មួយនេះមានត្រពាំងបុរាណមួយដែលជាគោលដៅរបស់ប្រជាជនក្នុងការមករស់នៅទីនេះវិញការត្រឡប់មកដល់ភូមិបុរាណមួយនេះមានគ្រួសារប្រមាណតែ5គ្រួសារប៉ុណ្ណោះច័ន្ទជាអ្នកមានបទពិសោធន៍ជាងគេបានណែនាំឲ្យគ្រួសារទាំងនោះស្នាក់នៅក្បែរមាត់ត្រពាំងរួមគ្នាសិនព្រោះគាត់បារម្ភពីគ្រោះថ្នាក់ដែលអាចកើតមានដល់សមាជិកទាំងនោះគាត់បានណែនាំថាត្រពាំងនេះនៅជុំវិញនេះប្រហែលជាសម្បូរទៅដោយក្របមីនជំរងជ័រឆក់ដែលគេបានជីករណ្ដៅបង្កប់ជាច្រើនណាស់ដូច្នេះយើងគួរតែស្នាក់នៅទីទួលមាត់ត្រពាំងនេះព្រោះវាជាតំបន់មានសុវត្ថិភាពអ្វីត្បិតតែពួកគាត់បានដឹងថាតំបន់នេះមានគ្រោះថ្នាក់ក៏ដោយតែពួកគាត់ក៏ត្រូវការទឹកនិងឈើមួយចំនួនសម្រាប់ធ្វើលំនៅឋានស្នាក់នៅដែរច័ន្ទបានប្រមូលបរិះវ័យមាំមួននិងភាពរហ័សរហួនបានប្រមាណជា 3-4 នាក់គាត់បាននាំគ្នាទៅក្នុងព្រៃក្បែរនោះដើម្បីកាប់កូនឈើនិងរកមុំផងពួកគាត់បានចេញដំណើរដោយម្នាក់បានត្រៀមសម្ភារៈដូចជាពូថៅកំបិតផ្គាក់និងដែកភ្លើងដែលសល់ពីការរស់នៅក្នុងជំរំហ្វូណយនៃព្រំដែនខ្មែរថៃច័ន្ទគាត់តែងតែដើរមុខជានិច្ចព្រោះគាត់មានបទពិសោធន៍ក្នុងការគេចជិះចេញពីរណ្ដៅនៃជំរងដែលកប់ក្នុងដីលាយទៅដោយសម្រាមស្លឹកឈើងាប់យ៉ាងច្រើនស្អិចស្កះវេលាថ្ងៃត្រង់ពួកគាត់បាននាំគ្នាលើកលីនៅបង្កង់កូនឈើល្មមធ្វើដំណើរត្រឡប់មកវិញឃ្មុំចង្អេរមួយសម្បុកធំនៅលើដើមគគីត្រូវបានប្រទះឃើញដោយបុរសម្នាក់បន្ទាប់មកច័ន្ទបានទាញស្មៅងាប់មួយដៃបុកគួរជាសញ្ញាជើងក្អែកដែលស្រដៀងនឹងសញ្ញាលេខបូករួចសូត្រផ្លុំបន្តិចហើយយកទៅដាក់ក្បែរគល់ឈើគគីនោះគាត់បានឲ្យសមាជិកគ្នាគាត់ម្នាក់ប្រមូលស្លឹកឈើងាប់ស្មៅស្បូវមួយពំនុកធំមកប្រមូលផ្ដុំពូនរួចចងភ្ជាប់នឹងចុងឫស្សីយ៉ាងវែងដុតចំហុយផ្សែងយ៉ាងសំពងយកទៅដាក់ក្បែរសម្បុកឃ្មុំក្រោយឃ្មុំហើរចេញអស់ពីសម្បុកពួកគាត់បាននាំគ្នាប្រមូលយកទឹកឃ្មុំយ៉ាងច្រើនហើយដាក់ក្នុងបំពង់ឫស្សីនិងក្រមាស្ពាយត្រឡប់មកកាន់ទីទួលក្បែរមាត់ត្រពាំងវិញប៉ុន្តែជាអកុសលដោយការសប្បាយរីករាយភ្លេចខ្លួនលោកពូម្នាក់បានធ្លាក់ចូលទៅក្នុងរណ្ដៅជំរងបណ្ដាលឲ្យជើងរបស់គាត់ខាងស្ដាំមុតយ៉ាងជ្រៅចំណែករាងកាយក៏មានរបួសយ៉ាងដំណំផងដែរគាត់ត្រូវបានគេឲ្យបរិភោគទឹកឃ្មុំ
ហើយសែងត្រឡប់មកភូមិបុរាណវិញយ៉ាងភ័យព្រួយគាត់ត្រូវបានអ៊ំច័ន្ទព្យាយាមព្យាបាលតាមបែបបុរាណនិងលេបថ្នាំសាសមួយចំនួនដើម្បីកាត់បន្ថយការឈឺចាប់ទម្រាំព្រឹកមកដល់ពួកគាត់នឹងសែងអ្នកជំងឺទៅពេទ្យបង្អែកអន្លង់វែងដែលមានចម្ងាយប្រមាណ15គីឡូម៉ែត្រនៅរាត្រីនោះសំឡេងស្រែកធ្ងរជាមួយនឹងការឈឺចាប់នៃមុខរបួសដែលបានคล้ายសាច់រលួយដំបៅហើមស្ទអុយយ៉ាងឆាប់រហ័សមិនគួរជឿបុរសម្នាក់នោះមានទឹកមុខស្លេកស្លាំងក្តៅខ្លួនរងាញ័រញាក់ជួនកាលក៏សន្លប់ម្ដងចំណែកឯអ្នកភូមិបាននាំគ្នាបែបបន់សែនព្រេនបែបបុរាណខ្លះៗព្រោះគិតថាជំនួយផ្លូវក្នុងឲ្យអ្នកជំងឺមានស្មារតីឡើងវិញវេលាពេលព្រឹកបានមកដល់គេបាននាំគ្នាដាក់អង្រឹងសែងអ្នកជំងឺចាក់ចេញទៅដំណើរចេញទៅនេះមិនមែនជារឿងងាយស្រួលនោះទេបិទអីភូមិបុរាណមួយនេះស្ថិតនៅព្រៃយ៉ាងជ្រៅនេះក្បែរភ្នំដងរែកផ្លូវដែលធ្វើដំណើរចេញគ្រាន់តែជាផ្លូវរទេះគោដែលចាស់ពីមុនបានបន្សល់តែប៉ុណ្ណោះគួរបញ្ជាក់ផងដែរថានេះឆ្នាំ1998ស្រុកអន្លង់វែងជាតំបន់ដែលសម្បូរទៅដោយព្រៃឈើមីននិងជំរងចាស់ជាច្រើនហើយជាតំបន់ដ៏សោកសៅបំផុតដែលទទួលបានសន្តិភាពការអប់រំការអភិវឌ្ឍយឺតយ៉ាវបំផុតនៅក្នុងតំបន់នៃប្រទេសកម្ពុជាវេលាប្រមាណជាម៉ោង6ល្ងាចអ្នកជំងឺត្រូវបានបញ្ជូនដល់បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងក្រោយមកគេដឹងថាជើងស្ដាំរបស់គាត់ត្រូវបានកាត់ចោលម្ខាងដើម្បីព្យាបាលនិងជៀសវាងធ្វើឲ្យហើមនិងរលួយបន្តព្រោះពឹសជំរងដែលកប់នៅក្នុងដីយូរឆ្នាំក៏ពិតមែនតែវានៅតែមានឥទ្ធិពលខ្លាំងលោកពូដ៏កំសត់បានក្លាយជាជនពិការដោយសារតែអាវុធជំរងដ៏កាចសាហាវដែលបន្សល់ទុកដោយសង្គ្រាមហើយវាជាអាវុធដែលផលិតដោយជនជាតិខ្មែរខ្លួនឯងផងដែរប៉ុន្មានខែក្រោយមកតំបន់នេះត្រូវបានក្រុមការងារដោះមីន Hello Trust មកធ្វើការបោសសម្អាតមីននៅទីនោះតំបន់នោះទទួលបានការរីកចម្រើនហើយមានការកសាងនៅសាលារៀនវត្តអារាមនិងចាប់ផ្ដើមមានប្រជាជនជាច្រើនបានមករស់នៅតំបន់នេះផងដែរនៅទីនោះហើយដែលខ្ញុំបានទទួលការចូលរៀនថ្នាក់បឋមសិក្សានាឆ្នាំ2002អន្លង់វែងទឹកដីចុងក្រោយនៃរបបខ្មែរក្រហមទឹកដីដ៏កំសត់នៃស្រុកកំណើតខ្ញុំតាមុកមានឈ្មោះពិតប្រាកដហៅថាឈិតជឿនជាអតីតមេដឹកនាំខ្មែរក្រហមដ៏មានឥទ្ធិពលម្នាក់ដែលគេស្គាល់ថាបងធំទី5តាមុកកើតនៅឆ្នាំ1926នៅខេត្តតាកែវក្នុងវង្សត្រកូលគ្រួសារកាត់ចិនខ្មែរដែលមានជីវភាពទូធាគួរសមនៅឆ្នាំ1930តាមុកបានចូលបួសរៀនអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់មកគាត់បានរៀបការជាមួយប្អូនស្រីជីដូនមួយឈ្មោះអុកខឹមដែលទទួលបានចំណងដៃកូន4នាក់នៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ1940តាមុកបានចូលរួមក្នុងចលនាតស៊ូប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមបារាំងហើយបន្ទាប់មកប្រឆាំងនឹងជប៉ុននៅឆ្នាំ1949តាមុកបានធ្វើជាចលនាប្រធានខ្មែរឥស្សរៈស្រុកក្នុងខេត្តតាកែវក្រោយមកទៀតគាត់បានចាក់ចេញពីក្រុងភ្នំពេញហើយបានចូលជាសមាជិកក្រុមកុម្មុយនីសនៅឆ្នាំ1963មិនយូរប៉ុន្មានគាត់បានក្លាយជាអ្នកមានអានុភាពនៅក្នុងគណៈបកនេះជាពិសេសនៅតំបន់ភូមិភាគនិរតីចាប់តាំងពីឆ្នាំ1968ដល់ឆ្នាំ1978តាមុកបានកាន់តំណែងជាលេខាភូមិភាគនិរតីឬភូមិភាគ405យោងតាមលោកស្រី Elizabeth Baker ភូមិភាគនិរតីគឺជាភូមិភាគធំជាងគេមានប្រជាជនក្រីក្រជាងគេប៉ុន្តែមានកងទ័ពខ្លាំងជាងគេលេខាភូមិភាគនិរតីគឺឈិតជឿនហៅតាមុកភូមិភាគនេះរួមមានខេត្តកំពតនិងខេត្តតាកែវទាំងមូលស្រុក2ក្នុងខេត្តកំពង់ស្ពឺគឺស្រុកសំរោងទងនិងស្រុកកងពិសីនិងស្រុក5នៅក្នុងខេត្តកណ្ដាលគឺស្រុកកណ្ដាលស្ទឹងស្រុកស្អាងស្រុកកោះធំស្រុកគៀនស្វាយនិងស្រុកលើកដែកភូមិភាគនេះត្រូវបានចែកចេញជា4តំបន់គឺតំបន់13តំបន់33តំបន់35និងតំបន់25តាមុកត្រូវបានគេជឿថាបានរៀបចំឲ្យមានការសម្លាប់មនុស្សជាច្រើននៅក្នុងតំបន់ដែលលោកបានគ្រប់គ្រងនៅក្នុងការប្រយុទ្ធមួយនៅឆ្នាំ1970គាត់បានបាត់បង់ជើងម្ខាងលើខែវិច្ឆិកាឆ្នាំ1978តាមុកត្រូវបានតែងតាំងជាអនុលេខាទី2នៃបកកុម្មុយនីសកម្ពុជា
យោងតាមរដ្ឋធម្មនុញ្ញដែលបានប្រកាសឲ្យប្រើប្រាស់ដោយរបបកម្ពុជាប្រជាធិបតេយ្យកាលពីថ្ងៃទី5 ខែមករាឆ្នាំ1976តំណាងសភាប្រជាជនគឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យសមាជិកសភាដែលមាន250រូបត្រូវបានជ្រើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់និងជាសម្ងាត់សម្រាប់អាណត្តិ5ឆ្នាំលោកនួនជាគឺជាប្រធាននិងលោកចិតជឿនហៅមុខគឺជាអនុប្រធានទី1គណៈប្រធានរដ្ឋមានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យសម្ដេចព្រះនរោត្តមសីហនុដែលជាប្រមុខរាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជាបានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យរហូតដល់ខែមេសាឆ្នាំ1976ក្រោយពីព្រះអង្គលាលែងចេញពីតំណែងលោកខៀវសំផនក៏បានឡើងកាន់តំណែងជំនួសព្រះអង្គបន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមតាមុកមិនដែលស្នើសុំការលើកលែងទោសហើយក៏មិនដែលមានបំណងចោះចូលជាមួយរាជរដ្ឋាភិបាលនោះដែរតាមុកនៅតែមានអំណាចគ្រប់គ្រងតំបន់ភាគខាងជើងនៃទឹកដីដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមគឺមូលដ្ឋានរបស់គាត់នៅអន្លង់វែងដែលជួរភ្នំដងរែកគេបានប៉ាន់ប្រមាណថាមានប្រហែលជា 3000 នាក់ទៅ 5000 នាក់នៃយុទ្ធជនប្រយុទ្ធដែលនៅស្មោះស្ម័គ្រជាមួយនឹងប៉ុល ពតត្រូវបានដឹកនាំដោយតាមុកខណៈនោះតាមុកបានពោលពាក្យមួយឃ្លាថាលើមុខមានមួកលើមួកមានមេឃតំបន់អន្លង់វែងត្រូវបានគេស្គាល់ថាជាអតីតមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ក្រុមតស៊ូខ្មែរក្រហមអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដូចជាប៉ុល ពតនួនជាដើមសុទ្ធសឹងតែធ្លាប់រស់នៅទីនោះតាមុកនិងប្រជាជនដែលស្មោះស្ម័គ្រនឹងខ្មែរក្រហមនិងប្រជាជនដែលគៀងគោបានផងដែរនោះមានចំនួនប្រមាណជា 30,000 នាក់ដោយខ្មែរក្រហមបានបោះតង់ផ្លាស្ទិកឬស្បូវជ្រោកពួននៅក្នុងព្រៃដ៏ក្រាស់នេះផងដែរតាមុកបានបញ្ជាឲ្យប្រជាជនសាងសង់ទំនប់ទឹកបឹងដែលអាចស្តុបទឹកនៅលើផ្ទៃដី440ហិកតាបច្ចុប្បន្នគេហៅបឹងនេះថាបឹងតាមុកដែលបឹងនេះនៅពីក្រោយផ្ទះគាត់តែម្ដងទន្ទឹមនឹងនេះដែរតាមុកបានចាប់ដើមពង្រីកតំបន់របស់គាត់ដោយតម្រូវឲ្យបុរសធ្វើទាហានលាក់ខ្លួនក្នុងព្រៃសមរភូមិខាងមុខចំណែកស្ត្រីនិងក្មេងៗនៅផ្ទះអង្គុយបិទឫស្សីធ្វើជំរងដើម្បីប្រើប្រាស់ប្រឆាំងជាមួយនឹងកងទ័ពរាជរដ្ឋាភិបាលនៅចន្លោះឆ្នាំ1996ដល់ឆ្នាំ1998មានការចោះចូលសំខាន់ជាច្រើនក្នុងរាជរដ្ឋាភិបាលកម្ពុជានៃក្រុមមេដឹកនាំខ្មែរក្រហមនៅតំបន់ភ្នំវល់អូរ៉ាល់ប៉ៃលិនមេឡៃសំឡូតនិងភ្នំឆាត់ជាដើមនៅខែមេសាឆ្នាំ1998កងទ័ពរាជរដ្ឋាភិបាលបានបើកយុទ្ធនាការវាយប្រហារសារជាថ្មីដើម្បីដាក់សម្ពាធលើកងទ័ពខ្មែរក្រហមដែលនៅសេសសល់ក្នុងតំបន់អន្លង់វែងដែលនៅតែរឹងរូសមិនព្រមចុះចូលនាខែមីនាឆ្នាំ1999តាមុកត្រូវបានចាប់ខ្លួនដោយកងទ័ពរាជរដ្ឋាភិបាលកម្ពុជានៅក្បែរព្រំដែនកម្ពុជាថៃហើយគាត់ត្រូវបានគេយកមកដាក់នៅមន្ទីរឃុំឃាំងនៃតុលាការយោធាដោយចាស់ជរាផងសុខភាពគាត់ទន់ខ្សោយជាពិសេសទទួលរងបញ្ហាជំងឺផ្លូវដង្ហើមផងតាមុកបានស្លាប់នៅក្នុងមន្ទីរពេទ្យយោធានៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី21ខែកក្កដាឆ្នាំ2006ក្នុងជន្មាយុ80ឆ្នាំសពរបស់គាត់ត្រូវបានគេអនុញ្ញាតឲ្យនាំយកមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកអន្លង់វែងចម្ងាយប្រមាណ100គីឡូម៉ែត្រភាគខាងជើងខេត្តឧត្តរមានជ័យដែលជាមូលដ្ឋានរឹងចុងក្រោយរបស់អតីតមេដឹកនាំទ័ពខ្មែរក្រហមរូបនេះជាមួយគ្នានេះគេក៏មានស្នូបយុវជនសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមផងដែរបើគេចេញដំណើរពីប្រជុំជនស្រុកអន្លង់វែងឆ្ពោះទៅច្រកជាំសងាំប្រមាណ13គីឡូម៉ែត្រនោះគេនឹងឃើញផ្ទាំងថ្មធំមួយដែលមានរូបសំណាកយុទ្ធជនបែកបាក់ជាច្រើននៅលើហើយបើក៏លេចមកមើលផ្ទៃថ្មខាងក្រោមនោះគេនឹងឃើញជើងធូបបាយសីយ៉ាងច្រើនដែលរៀបចំនៅកណ្ដាលទ្រូងផ្លូវឡើងទៅព្រំដែនហើយនឹងឃើញមានមនុស្សម្នាអ្នកដំណើរសំចតចូលអុជធូបបួងសួងសុំសេចក្តីសុខចម្រើនគ្រប់គ្នាទីនោះគេតែងហៅថាយាយម៉ៅឬយាយម៉ៅភ្នំដងរែកនៅពេលដែលមានទុក្ខភ័យឬត្រូវចេញដំណើរទៅរកស៊ីផ្លូវឆ្ងាយឬក៏ឡើងភ្នំកាប់ឈើរកផលានុផលនោះអ្នកស្រុកអន្លង់វែងអ្នករស់នៅព្រំប្រទល់ខ្មែរថៃនិងអ្នករស់នៅតាមខេត្តតែងតែនាំគ្នាមករកបារមីស្ដូបយុវជនសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមតាមុកជួយឋានៈដែលទីនោះគេជឿថាមានបារមីស័ក្តិសិទ្ធិខ្លាំងណាស់គួរបញ្ជាក់ផងដែរថាតំបន់អន្លង់វែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហមពីឆ្នាំ1979ដល់ឆ្នាំ1998ហើយបន្ទាប់ពីរបបនោះបានធ្វើសមាហរណកម្មរួចរាល់មករាជរដ្ឋាភិបាលបានកំណត់ចំណុច14កន្លែងនៅក្នុងស្រុកអន្លង់វែងដែលត្រូវថែរក្សាទុកជាតំបន់ទេសចរប្រវត្តិសាស្ត្រដើម្បីទាក់ទាញទេសចរឲ្យចូលមកកម្សាន្តកាន់តែច្រើនថែមទៀតបច្ចុប្បន្នលំនៅឋានស្ទូបយុវជនសង្គ្រាមរបស់តាមុកនិងធ្នូកប់សពរបស់អតីតមេដឹកនាំខ្មែរក្រហមនៅតំបន់អន្លង់វែងនោះក្លាយជាទីសក្ការៈបូជាបន់ស្រន់សម្រាប់អ្នកមានជំនឿនិងក្លាយជារមណីយដ្ឋានទេសចរដ៏ពេញនិយមចំណែកឯផ្ទះរបស់តាមុកដែលប្រើប្រាស់សសរឈើធំដើម្បីសង់
ខណៈមនុស្សធម្មតាដែលមិនអាចសង់ផ្ទះបានដូចគាត់ហើយផ្ទះនោះសង់ធ្វើជាលទ្ធដ្ឋានផងនិងជាទីប្រជុំផងដែលនៅលើជញ្ជាំងមានគូគំនូររូបប្រាសាទព្រះវិហារបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនឲ្យមកទស្សនានិងថតរូបសកម្មភាពរបស់ខ្មែរក្រហមនៅសេសសល់នៅជុំវិញតំបន់ផ្ទះតាមុកមានទេសភាពវត្តបឹងហើយរាជរដ្ឋបាលបានកំណត់ផ្ទៃដីជាង400ហិកតាជាទីកន្លែងអភិរក្សអតីតតំបន់ជន់ក្រោយនៃកងទ័ពខ្មែរក្រហមកាលពីចុងសប្តាហ៍មុនយើងបានធ្វើដំណើរទៅភូមិមួយដែលជាភូមិអតីតសម័យខ្មែរក្រហមឈ្មោះថាភូមិជើងភ្នំយើងបានជួបសំណេះសំណាលជាមួយប្រជាជនដែលជាអតីតខ្មែរក្រហមយ៉ាងច្រើនក្នុងចំណោមប្រជាជនទាំងនោះយើងបានជួបយោធាម្នាក់ដែលធ្លាប់ធ្វើជាអ្នកយាមផ្ទះតាមុកក្រោយសមាហរណកម្មបញ្ចប់របបខ្មែរក្រហមនៅស្រុកអន្លង់វែងលោកពូបាននិយាយរៀបរាប់ពីរឿងរ៉ាវដ៏រន្ធត់មួយរបស់ផ្ទះតាមុកនៅឆ្នាំ2002ថាគាត់ជាយោធិនម្នាក់ចូលនិវត្តន៍ដែលពិការជាម្ខាងបន្ទាប់មកគាត់ទទួលបានការងារថ្មីមួយជាអ្នកមើលថែបោសសម្អាតនិងយាមផ្ទះតាមុកនៅឆ្នាំ2002ការធ្វើការជាអ្នកយាមនិងមើលថែផ្ទះនេះភាគច្រើនធ្វើតែពេលថ្ងៃប៉ុណ្ណោះហើយវេលាល្ងាចគាត់ជិះកង់ត្រឡប់មកផ្ទះវិញដោយប្រើជើងម្ខាងនិងទទួលជំនួយពីជើងឈើសិប្បនិមិត្តម្ខាងទៀតចម្ងាយពីផ្ទះតាមុកមកផ្ទះរបស់គាត់ប្រហែលជា15គីឡូម៉ែត្រការធ្វើការងារនេះគឺមិនតម្រូវឲ្យសម្រាកឬដេកក្នុងផ្ទះនោះឡើយពោលប្រសិនបើមិនត្រឡប់មកផ្ទះវិញពេលល្ងាចទេគាត់តែងតែចោលអង្រឹងសម្រាប់នៅតាមដើមឈើក្បែរនោះឬក៏ទៅសម្រាប់ផ្ទះអ្នកភូមិដែលរស់នៅជិតៗនោះផងដែរតាមរយៈចម្ងល់មួយបានសួរថាហេតុអ្វីបានជាគាត់មិនចូលទៅសម្រាប់ក្នុងផ្ទះតាមុកឬមានរឿងអ្វីកាត់ឡើងមែនទេគាត់បាននិយាយថាប្រជាជនដែលនៅទីនោះរួមទាំងគាត់ផងដែរមិនដែលហ៊ានចូលទៅសម្រាប់នៅផ្ទះនោះពេលយប់នោះឡើយគាត់បានបន្តទៀតថាគាត់មិនដឹងថាមានបញ្ហាអ្វីមួយកាត់ឡើងនោះឡើយប៉ុន្តែពួកគាត់គិតថានេះជាផ្ទះមេដឹកនាំរបស់ពួកគាត់មានចិត្តគោរពស្រឡាញ់ហើយពួកគាត់ជឿថាផ្ទះនេះមានមុនគាថាឬអ្នកការពារថែរក្សាក្នុងភាពជាអមនុស្សពោលអាចជាបល័យកូនក្ររបស់តាមុកដោយដកដង្ហើមធំបន្តិចគាត់បានលើករឿងមួយមកនិយាយថាក្រោយមកនៅចុងឆ្នាំ2002មានទាហានមួយក្រុមមានគ្នា3ឬ4នាក់បានមកស្នាក់អាស្រ័យនៅទីនេះពួកទាហានទាំងនោះមិនដែលហ៊ានចូលទៅសម្រាកក្នុងផ្ទះនោះនៅពេលយប់នោះឡើយព្រោះពួកគេទទួលបានព័ត៌មានការប្រាប់ពីអ្នកភូមិនៅក្បែរនោះមួយអាទិត្យក្រោយមកមានទាហានម្នាក់មានវ័យរាងក្មេងជាងគេបន្តិចជាមនុស្សឆេវឆាវមិនសូវស្ដាប់អ្នកណានេះបើតាមការសង្កេតអត្តចរិតបានបបួលពួកក្រុមរបស់គាត់ផឹកស្រាចាប់ពីពេលរសៀលរហូតដល់វេលាល្ងាចរួចក៏បន្តដល់ពេលយប់ពួកទាហានទាំងនោះបានបបួលគ្នាចូលទៅដេកក្នុងផ្ទះនោះប៉ុន្តែគ្មាននរណាម្នាក់ហ៊ានក្រោកទៅនោះឡើយរំពេចនោះទាហានដែលមានវ័យក្មេងជាងគេបានក្រោកដើរទាំងស្រវឹងស្រាចូលទៅដេកក្នុងផ្ទះតាមុកម្នាក់ឯងបាត់ទៅឯទាហានផ្សេងទៀតក៏ស្រវឹងដេកដួលនៅជុំវិញទីតាំងផឹកស្រានោះទៅប្រហែលជាពាក់កណ្ដាលអាធ្រាត្រទាហាននោះបានរត់ចេញពីក្នុងផ្ទះយ៉ាងភ័យរន្ធត់គួរឲ្យខ្លាចដោយរត់ស្រែកប្រាប់ឲ្យគេជួយផងនិងនិយាយថាខ្ញុំលែងហ៊ានហើយសមាជិកក្រុមទាហានទាំងនោះបានរត់តាមហើយចាប់យកទៅឲ្យសម្រាកនៅផ្ទះអ្នកភូមិនៅក្បែរនោះទោះបីព្រឹកឡើងក៏ដោយទាហាននោះនៅតែមានសភាពភ័យខ្លាចនិងនិយាយពាក្យដដែលហើយមានពេលខ្លះរត់ទៅពួនក្នុងព្រៃផងដែរក្រុមទាហានទាំងនោះបាននាំគ្នាធ្វើដំណើរចាក់ចេញពីតំបន់នោះយ៉ាងប្រញាប់បំផុតមួយសប្តាហ៍ក្រោយមកគេបានទទួលដំណឹងថាទាហាននោះបានសះស្បើយឡើងវិញហើយគាត់បាននិយាយប្រាប់ពីរឿងរ៉ាវដែលគាត់បានជួបថានៅយប់នោះគាត់បានចូលសម្រាកក្នុងផ្ទះនោះអាកាសធាតុប្រែជាត្រជាក់ហើយគ្មានមុខខំនោះឡើយនៅពេលដែលគាត់ងងុយជាមួយនឹងការស្រវឹងតិចផងគាត់ក៏ឮសំឡេងប្រាប់ថាឆាប់ក្រោកចេញទៅគេមកដល់ឥឡូវហើយកន្លែងគេទេគាត់គិតថាប្រហែលជាគាត់ស្រវឹងឬស្រមោលស្រមៃទេគាត់ក៏បន្តដេកទៀតបន្តិចក្រោយមកផ្ទះទាំងមូលនិងដើមស្វាយទីនោះប្រែជារង្គើញាស់ហើយបាក់សង្កត់ទៅលើគាត់បានព្យាយាមរត់ចេញពីទីនោះប៉ុន្តែមានមនុស្សមានធំខ្មៅ3នាក់បានចាប់គាត់ជាប់មិនឲ្យរើនឹងរត់ដំណើរនោះឡើយគាត់បានព្យាយាមអង្វរនិងព្យាយាមរត់ចេញពីផ្ទះនោះរឿងរ៉ាវទាំងនេះត្រូវបានប្រជាជនមួយចំនួនជឿថាផ្ទះតាមុកពិតជាមានមន្តអាថ័ន្តមែនហើយប្រជាជនខ្លះក៏គាត់មិនជឿរឿងដែលកើតឡើងនោះដែរព្រោះគាត់គិតថាមនុស្សស្រវឹងឬផឹកស្រាអាចមានសតិឬស្មារតីមិនគ្រប់គ្រាន់
ឬមានបញ្ហាខួរក្បាលចេះតែនិយាយតាមការស្រមោលស្រមៃឬក៏ហក់ធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចជាដើមគូបញ្ជាក់ផងដែរថាផ្ទះតាមុកកសាងឡើងនៅឆ្នាំ1893ដែលមានទីតាំងស្ថិតនៅភូមិអភិវឌ្ឍឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យតាមុកជាមេដឹកនាំខ្មែរក្រហមមួយរូបដែលមានឥទ្ធិពលហើយបានភៀសខ្លួនមកនៅតំបន់អន្លង់វែងហើយបានធ្វើឲ្យតំបន់អន្លង់វែងក្លាយជាសមរភូមិចុងក្រោយនៃរបបខ្មែរក្រហមអ្នកដំណើរទេសចរភាគច្រើនដែលបានមកទស្សនាផ្ទះតាមុកដែលជាផ្ទះរបស់អតីតមេដឹកនាំខ្មែរក្រហមដ៏ល្បីល្បាញម្នាក់នៅក្នុងស្រុកអន្លង់វែងនិងជាទឹកដីចុងក្រោយនៃរបបខ្មែរក្រហមគេនឹងសង្កេតឃើញពីរចនាប្លង់ផ្ទះនេះមានលក្ខណៈប្លែកៗជាច្រើនគួរឲ្យកត់សម្គាល់ដូចជាឈើធំផ្ទះជញ្ជាំងផ្ទះទាំង4របស់តាមុកដែលមានលយចេញមានជាប់ដែកគោលគឺមិនត្រូវបានកាត់និងដកចេញនោះឡើយតើហេតុអ្វីបានជាឈើធំផ្ទះជញ្ជាំងផ្ទះទាំង4ដែលវែងលយចេញមានជាប់ដែកគោលមិនត្រូវបានកាត់ទាំងដកចេញតើនេះគឺជាភាពកប់ជួនឬជាអាចកំបាំងអ្វីមួយរបស់តាមុកជាអតីតមេដឹកនាំខ្មែរក្រហមដែលមានផ្ទះជាច្រើនកន្លែងក្នុងនោះមានផ្ទះមួយកន្លែងសម្បូរទៅដោយរឿងរ៉ាវចម្លែកនិងអាចកំបាំងជាច្រើនដែលស្ថិតនៅក្នុងភូមិអភិវឌ្ឍស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហើយផ្ទះនេះសពថ្ងៃបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលមានភ្ញៀវជាតិអន្តរជាតិមកទស្សនាសិក្សាស្វែងយល់ស្ទើរជារៀងរាល់ថ្ងៃផ្ទះតាមុកត្រូវបានកសាងឡើងដោយក្រុមជាងស្ម័គ្រចិត្តខ្មែរក្រហមឥតមានទទួលបានប្រាក់កម្រៃឬឈ្នួលអ្វីឡើយពោលគឺកសាងឡើងដោយយុទ្ធជនប្រជាជនដែលជាកូនចៅនិងជាអ្នកគោរពស្រឡាញ់តាមុកក្រុមជាងទាំងនោះធ្វើការងារដោយប្រើបេះដូងនិងក្តីស្រឡាញ់ជានិច្ចមិនថាមានបញ្ហាអ្វីឬព្យុះភ្លៀងយប់ថ្ងៃនោះឡើយយោងតាមលោកពូម្នាក់ដែលជាអតីតជាងធ្វើផ្ទះនេះបាននិយាយថាការធ្វើផ្ទះនេះគឺត្រូវបានគិតគូរពីរចនាសម្ព័ន្ធប្លង់ច្បាស់លាស់ណាស់ហើយការធ្វើផ្ទះនេះគេតែងបែងចែកជាពីរក្រុមគឺក្រុមមេជើងនិងក្រុមកូនជាងចំណែករបបអាហាររបស់យើងទទួលបានអាហារមួយថ្ងៃ3ពេលធម្មតាហើយមួយសប្តាហ៍យើងទទួលបានបង្អែមម្ដងហើយចំណែកទីតាំងភូមិសាស្ត្រផ្ទះនេះក៏មានគូទឹកនៅព័ទ្ធជុំវិញដោយរួមជាមួយនឹងការគិតគូរពីយុទ្ធសាស្ត្រការធ្វើសង្គ្រាមឬការលបឆ្មក់វាជាដើមផ្ទះតាមុកមានផ្ទៃដីចំនួន 1.61 ហិកតានិងមានផ្ទះចំនួន4ដែលផ្ទះទាំង4នោះមានលក្ខណៈប្លែកៗខុសពីគ្នាចំណែកឯខាងក្រោយផ្ទះមានបឹងទំហំ417ហិកតាដែលប្រជាជននៅស្រុកអន្លង់វែងភាគច្រើនហៅថាបឹងអន្លង់វែងឬបឹងអូជីកតំបន់ទំហំដីនេះមិនមែនត្រឹមតែជាផ្ទះស្នាក់របស់តាមុកនោះទេតែវាជាទីកន្លែងដ៏សំខាន់មួយសម្រាប់ប្រជុំកងទ័ពរៀបចំក្បួនយុទ្ធសាស្ត្រសង្គ្រាមសម្រាប់ការវាយប្រយុទ្ធខាងយោធារបស់តាមុកលើសពីនេះមានប្រជាជនមួយចំនួនបាននិយាយថាទីនេះក៏ជាកន្លែងបារមីផ្លូវក្នុងរបបតាមុកផងដែរព្រោះតាមុកមិនមែនជាមនុស្សគ្មានជំនឿនោះឡើយយោងតាមលោកលីសុខៀងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រស្រុកអន្លង់វែងនិងជាប្រធានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបាននិយាយថាឈើត្រឹមផ្ទះវែងលយចេញមិនព្រមកាត់និងជាប់ដេកគោលមិនព្រមដកនេះគឺជាបញ្ជាដាច់ខាតរបស់តាមុកប្រាប់ទៅជាងធ្វើផ្ទះមិនឲ្យកាត់ឬដកចេញនោះទេចំពោះមូលហេតុដែលមិនព្រមឲ្យជាងដកដេកគោលនិងកាត់ឈើលយចេញតម្រុំឲ្យស្មើនោះរហូតមកដល់ពេលនេះក៏មិនមានសាក្សីណាម្នាក់អាចបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ថាមកពីមូលហេតុអ្វីនោះដែរក៏ប៉ុន្តែប្រសិនបើតាមអ្នកមីងម្នាក់រស់នៅក្នុងភូមិស្រះឈូកបាននិយាយថាតាមុកជាមេដឹកនាំដូច្នេះឈើលយវែងមិនកាត់ចេញនេះអាចជាយុទ្ធសាស្ត្ររបស់តាមុកព្រោះឈើធ្នឹមលយវែងនោះភាគច្រើនមាននៅគ្រប់ផ្ទះទាំង4របស់តាមុកហើយឈើធ្នឹមទាំងនោះសុទ្ធតែអាចឲ្យមនុស្សប្រតោងឬទម្លាក់ខ្លួនគេចចេញមុខដីបានដោយមិនចាំបាច់ចុះតាមមាត់ទ្វារឬជណ្ដើរនោះឡើយនេះអាចជារបៀបទុករត់គេចខ្លួនពេលមានអាសន្នរបស់តាមុកឬម្យ៉ាងទៀតផ្ទះនេះគេកសាងឡើងស្របពេលដែលមានភាពទាន់ហន់ឬប្រញាប់ប្រញាល់ហើយជួនកាលជាប់រវល់ធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាលផងដែរអញ្ចឹងហើយគេអាចមិនយកចិត្តទុកដាក់លើផ្នែកខាងក្រៅបន្តិចបន្តួចក៏ថាបានចំណែកឯដេកគោលដែលជាប់ហើយមិនកាត់ឬដកចេញនេះអាចជាមន្តអាគមឬបាលីការពារផ្ទះរបស់តាមុកក៏ថាបានពីព្រោះតាមុកជាមេដឹកនាំដែលមានអ្នកនៅជិតស្និទ្ធឬនាយសារមួយចំនួននិយាយថាគាត់មានវត្ថុបុរាណដើមមាសបាលីកូនក្រកដែលអាចប្រាប់ហេតុការណ៍មុនពេលកាត់ឡើងជាដើមអ្វីគ្រប់យ៉ាងគ្រាន់ជាការយល់ឃើញរបស់បុគ្គលម្នាក់ប៉ុណ្ណោះចំពោះការពិតជាយ៉ាងណាយើងក៏មិនអាចយល់បានឡើយគួរបញ្ជាក់ផងដែរថាតាមុកគឺជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណៈមជ្ឈិមបក្សខ្មែរក្រហម
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យហើយគាត់ក៏ជាមេតបកម្ពុជារបស់ខ្មែរក្រហមផងដែរតាមុកត្រូវបានរាជរដ្ឋាភិបាលចាប់ខ្លួននៅថ្ងៃទី6ខែមិនិនាឆ្នាំ1999ហើយគាត់បានស្លាប់នៅថ្ងៃទី21ខែកក្កដាឆ្នាំ2006ហើយក្រុមគ្រួសារនិងសាច់ញាតិរបស់គាត់យកមកបញ្ចុះក្នុងវត្តធម្មមេរៀមឬហៅថាវត្តសាឈុកដែលស្ថិតនៅក្នុងភូមិសាឈុកឃុំត្រពាំងព្រៃស្រុកអន្លង់វែងខេត្តឧត្តរមានជ័យសួស្តីប្រិមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់និទានរឿងខ្មោចថ្ងៃនេះខ្ញុំបាទនឹងនាំអ្នកទាំងអស់គ្នាទៅលំអិតអំពីផ្ទះខ្មោចតាមុកនិងរឿងរ៉ាវអាត់កំបាំងមួយចំនួនលោកលីសុខៀងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រស្រុកអន្លង់វែងនិងជាប្រធានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានលើកឡើងថាផ្ទះទាំង4របស់តាមុកមានចំណុចនិងអាត់កំបាំងដែលភ្ញៀវមកទស្សនាមិនបានដឹងនិងចាប់អារម្មណ៍ភ្ញៀវភាគច្រើនដែលមកទស្សនានៅទីនេះមិនបានគិតថាផ្ទះទាំង4របស់តាមុកមានអ្វីប្លែកនិងអាត់កំបាំងអ្វីនោះទេក្រៅពីដឹងថានេះជាផ្ទះតាមុកដែលជាមេដឹកនាំដ៏ធំមួយនាសម័យខ្មែរក្រហមប៉ុណ្ណោះតាមុកជាអតីតមេដឹកនាំខ្មែរក្រហមមានផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិអភិវឌ្ឍស្រុកអន្លង់វែងខេត្តឧត្តរមានជ័យផ្ទះតាមុកបច្ចុប្បន្នគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រផ្ទះតាមុកមានផ្ទៃដី 1.61 ហិកតានិងផ្ទះចំនួន4ហើយខាងក្រោយផ្ទះមានបឹងទំហំ417ហិកតាដែលគេច្រើនហៅថាបឹងអន្លង់វែងឬបឹងអូជីកដែលស្គាល់ថាជាផ្ទះនិងជាទីតាំងប្រជុំកងទ័ពសម្រាប់រៀបចំផែនការវិប្រយុទ្ធខាងយោធារបស់តាមុកតាមុកជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណៈមជ្ឈិមបក្សខ្មែរក្រហមក្នុងរបបកម្ពុជាប្រជាធិបតេយ្យគាត់ជាមេដឹកនាំកម្ពុជារបស់ខ្មែរក្រហមហើយតាមុកត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី6ខែមិថុនាឆ្នាំ1999បន្ទាប់មកគាត់បានស្លាប់នៅថ្ងៃទី21ខែកក្កដាឆ្នាំ2006ហើយក្រុមគ្រួសារនិងសាច់ញាតិរបស់គាត់បានយកមកបញ្ចុះនៅវត្តធម្មមេរាមហៅវត្តស្រះឈុកដែលស្ថិតនៅភូមិស្រះឈុកឃុំត្រពាំងព្រៃស្រុកអន្លង់វែងលោកចិត្តសុភីអាយុ50ឆ្នាំជាសន្តិសុខយាមប្រចាំការនៅទីនោះបានរៀបរាប់ថាការដើមឡើយទីតាំងផ្ទះតាមុកគឺជាតំបន់កូនភ្នំមួយមានរាងតូចហើយវែងហើយប្រជាពលរដ្ឋនៅទីនោះបានគោះកកាយថ្មក្នុងកូនភ្នំនោះដើម្បីសាងសង់ទំនប់ទឹកនិងស្ពានអូជីករហូតនៅសល់តែបាតក្រោមដែលមានរាងសន្តានដីរាបបន្តិចហើយតាមុកបានសម្រេចចិត្តសាងសង់ផ្ទះរបស់គាត់ជាបន្តបន្ទាប់ថ្ងៃទី17ខែតុលាឆ្នាំ1993ដែលមានផ្ទះចំនួន4ផ្ទះទី1របស់តាមុកត្រូវបានសាងសង់នៅឆ្នាំ1993ធ្វើអំពីឈើប្រក់ស៊ីហ្វ្រូស៊ីម៉ង់និងក្រាលបេតុងសម្រាប់ធ្វើជាទីស្នាក់ការរបស់គាត់ដើម្បីមានភាពងាយស្រួលក្នុងការមើលខុសត្រូវកម្មកររបស់គាត់ដែលកំពុងសាងសង់ទំនប់អូជីកនិងជាទីកន្លែងសម្រាប់ដាក់រថយន្តតូចធំផងដែរចំណែកផ្ទះទី2របស់គាត់ក៏សាងនៅក្នុងឆ្នាំ1994ហើយបញ្ចប់នៅឆ្នាំ1996ផ្ទះទី2នេះមាន3ជាន់ជាន់លើជាកន្លែងស្នាក់នៅរបស់តាមុកជាន់កណ្ដាលជាកន្លែងទទួលភ្ញៀវនិងជាន់ក្រោមជាបន្ទប់សម្ងាត់របស់តាមុកផ្ទះទី3ជាកន្លែងស្នាក់នៅរបស់ក្រុមគ្រួសារនិងភ្ញៀវរបស់តាមុកពេលមកលេងហើយក៏ជាកន្លែងចែកអំណោយដល់ប្រជាជននាសម័យនោះផងដែរចំណែកផ្ទះទី4របស់តាមុកផ្ទះនេះមាន3ជាន់ជាន់ក្រោមជាលានដ្ឋានជាន់កណ្ដាលជារោងបាយរបស់បុគ្គលិកនិងចុងអភៅតាមុកចំណែកជាន់លើជាកន្លែងដេករបស់ចុងអភៅលោកលីសុខៀងបាននិយាយថាផ្ទះតាមុកទាំង4នេះមានភាពប្លែកនិងអាត់កំបាំងជាច្រើនដែលប្រជាជនពិសេសភ្ញៀវទាំងអស់ដែលមកទស្សនានៅទីនេះមិនបានដឹងភាពប្លែកនិងអាត់កំបាំងរបស់ផ្ទះតាមុកមានដូចជាផ្ទះទី2ដែលជាផ្ទះស្នាក់របស់តាមុកមានរូបរាងប្លែកពីគេដោយធ្វើអំពីឈើលីស៊ីម៉ង់និងក្រាលបេតុងផ្ទះទី2នៅជាន់លើនិងជាន់កណ្ដាលក្រៅពីបន្ទប់ដេករបស់តាមុកនៅក្នុងផ្ទះគ្មានជញ្ជាំងបិទបាំងឡើយ
ផ្ទះទី2សសរយកដើមឈើត្រៀសទាំងមូលមកធ្វើដោយមិនឈូសនិងកែច្នៃអ្វីទាំងអស់ផ្ទះទី2បង្គន់បត់ជើងជាន់ក្រោមមានទំហំធំជាង2ដងនៃបន្ទប់ដេករបស់តាមុកផ្ទះទី2នៅជាន់ក្រោមមានបន្ទប់និងច្រកចេញចូលសម្ងាត់មួយដែលមានទំហំ4ម៉ែត្រមិនមាននរណាម្នាក់អាចចេញចូលក្រៅពីតាមុកបាននោះឡើយបន្ទប់នេះជាបន្ទប់សម្ភារៈសំខាន់មានដូចជារូបចម្លាក់វត្ថុបុរាណព្រះពុទ្ធរូបតូចធំជាច្រើនអង្គនិងជាទីកន្លែងសក្ការៈបូជារបស់តាមុកឈើធំផ្ទះជញ្ជាំងផ្ទះទាំង4ដែលលយចេញមានជាប់ដីគោលមិនត្រូវបានកាត់និងដកចេញនោះឡើយនៅពេលយប់បរិវេណផ្ទះទាំងមូលការពារដោយឆ្កែបៃសិចធំជាច្រើនក្បាលលោកលីសុខៀងបានបន្ថែមទៀតថាត្រង់ឈើធំផ្ទះវែងលយចេញមិនព្រមកាត់និងដកដីគោលចេញនោះជាបញ្ជាដាច់ខាតរបស់តាមុកប្រាប់ទៅជាងធ្វើផ្ទះទាំងអស់មិនឲ្យកាត់ឬដកចេញនោះឡើយចំពោះមូលហេតុដែលមិនព្រមឲ្យជាងដកដីគោលនិងកាត់ឈើចេញឬលយចេញឲ្យស្មើនោះរហូតមកដល់ពេលនេះមិនទាន់មានសាក្សីណាអាចបញ្ជាក់ប្រាប់ពីមូលហេតុបាននោះឡើយបើយើងធ្វើដំណើរមកដល់ស្រុកអន្លង់វែងនៃខេត្តរតនមានជ័យដែលជាទឹកដីចុងក្រោយរបស់របបខ្មែរក្រហមនោះយើងនឹងឃើញរង្វង់មូលមួយដែលមានរូបក្តាន់2និងព្រាបសនៅចំចំណុចកណ្ដាលភ្លឺបែកជា4បន្ទាប់មកយើងបត់មកទិសខាងជើងប្រមាណជា5ឬ600ម៉ែត្រយើងនឹងមកដល់ស្ពានមួយដែលមានឈ្មោះថាស្ពានអូជីកឬអ្នកស្រុកតែងហៅថាស្ពានតាមុកព្រោះស្ពាននេះត្រូវបានកសាងដោយតាមុកក្នុងសម័យខ្មែរក្រហមបើតាមលោកអ៊ុំម្នាក់ដែលធ្លាប់ជាសហករណ៍ធ្វើស្ពាននេះបាននិយាយថាស្ពាននេះកសាងឡើងនៅថ្ងៃទី1ខែ1ឆ្នាំ1996ដើម្បីធ្វើជាច្រកក្នុងការធ្វើសង្គ្រាមប្រយុទ្ធជាមួយរាជរដ្ឋាភិបាលនិងធ្វើដំណើរដឹកសម្ភារៈផ្សេងស្ពាននេះត្រូវបានគេចាត់ទុកថាជាស្ពានយុទ្ធសាស្ត្រសង្គ្រាមស្នែងក្របីដែលនៅពេលមានសង្គ្រាមគេបើកឲ្យពួកសត្រូវចូលមកតាមរយៈស្ពាននេះបន្ទាប់មកគេចាំស្ទាក់បាញ់សម្លាប់ឬចាប់ធ្វើជាចំណិបខ្មាំងតែម្ដងនៅដំណាក់កាលធ្វើបាតគ្រឹះស្ពាននេះកម្មករជាច្រើនអ្នកបានស្លាប់ដោយសារជំងឺរួមជាមួយនឹងសាកសពនៃសង្គ្រាមជាដើមត្រូវបានមនុស្សមួយចំនួនជឿថាពួកគេជាអ្នកទ្រទ្រង់ថែរក្សាស្ពាននេះផងដែរក្រោយការបញ្ចប់នៃការសាងសង់ស្ពាននេះអ្នកស្រុកនៅទីនេះបាននិយាយថាជារៀងរាល់ឆ្នាំស្ពាននេះតែងតែយកជីវិតមនុស្សជានិច្ចពលគេជឿច្រើនថាវិញ្ញាណទាំងនោះបានទៅយាមថែរក្សាស្ពាននេះបន្តដើម្បីឲ្យអ្នកមុនបានទៅចាប់ចិត្តឬចាប់កំណើតជាដើមជាក់ស្ដែងក្រោយសមាហរណកម្មឆ្នាំ1998មានក្រុមស៊ីម៉ាក់មួយក្រុមបានចុះមករកគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅម្ដុំក្បែរនោះនាថ្ងៃមួយក្រុមស៊ីម៉ាក់នោះបានបោះជំលុះនឹងគ្នាហើយបានសម្លាប់គ្នានៅក្រោមស្ពាននេះចំណេះការឆ្នាំក្រោយមកនារដូវវស្សាទឹកចាប់ផ្ដើមហូរនៅក្រោមស្ពាននោះក៏មានឃាតកម្មមួយបានកាត់ឡើងជាបន្តបុរសម្នាក់បានសម្លាប់ប្រពន្ធរបស់ខ្លួនដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែយកទៅទម្លាក់ក្រោមស្ពាននេះដោយចងភ្ជាប់ជាមួយនឹងដុំថ្មហើយបាននិយាយប្រាប់គេឯងថាប្រពន្ធរបស់ខ្លួនបានរត់ចោលខ្លួនមួយសប្តាហ៍ក្រោយមកសាច់ញាតិខាងប្រពន្ធបុរសនោះបាននិយាយថាប្អូនស្រីរបស់គាត់បានមកពន្យល់សពប្រាប់គាត់ថាអ្នកដែលសម្លាប់នាងគឺជាប្តីរបស់នាងហើយវិញ្ញាណនឹងសាកសពរបស់នាងនៅខាងក្រោមបង្កាន់ដៃនៃស្ពាននោះឯងមួយថ្ងៃក្រោយពីដំណឹងនេះបុរសជាប្តីនោះបានបាញ់សម្លាប់ខ្លួនឯងនៅលើស្ពាននេះផងដែរមុនការចាប់ខ្លួនរបស់សមត្ថកិច្ចទន្ទឹមនឹងនេះក៏មានអ្នកមិញម្នាក់ដែលជាប្រជាជនរស់នៅទីនេះតាំងពីសម័យខ្មែរក្រហមគាត់មានរបរជាអ្នកលក់ត្រីនៅក្បែរបង្កាន់ដៃស្ពាននេះគាត់បាននិយាយថាខ្ញុំជឿថាស្ពាននេះមានជើងកប
ឬអ្នកចាំយកជីវិតមនុស្សគាត់បន្តទៀតថាជារៀងរាល់ឆ្នាំអ្នកបងសំណាញ់អ្នករាវគ្រុំអ្នកកាត់ស្មៅគោឬក្របីក្មេងលេងទឹកសុទ្ធតែបានស្លាប់នៅក្រោមស្ពាននេះឬនៅក្បែរស្ពាននេះហើយនេះជាអ្វីដែលមីងសង្កេតឃើញជារៀងរាល់ឆ្នាំលើសពីនេះទៅទៀតលោកពូម្នាក់ដែលជាយោធិនចូលនិវត្តន៍នឹងធ្លាប់ធ្វើជាទាហាននាសម័យខ្មែរក្រហមដែលជើងរបស់គាត់មកខាងពីការដែលជាសំណល់សល់ពីក្របបែកដែលផ្ទុះនៅលើស្ពាននេះបាននិយាយថាស្ពាននេះត្រូវបានគេមានបំណងចង់ដាក់ក្របបែកយ៉ាងច្រើនដើម្បីផ្ដាច់នៅពេលមានសង្គ្រាមតែវាមិនបានខូចទ្រង់ទ្រាយនោះឡើយដោយគ្រាន់តែបាក់បែកបឹងកាន់ដៃផ្នែកខាងលើបន្តិចបន្តួចប៉ុណ្ណោះចំណែកឯគ្រាប់កាំភ្លើងជាច្រើនរយគ្រាប់ឬគេបាញ់ស្រោចទៅលើវាលាយជាមួយនឹងគ្រាប់បេជាច្រើនប៉ុន្តែធ្លាក់មិនចំវាសោះឡើយពលគឺគ្រាន់តែធ្លាក់បែកក្បែរនឹងប៉ុណ្ណោះតែក្មួយជឿរឿងនេះទេគាត់បានសួរមកកាន់ខ្ញុំគាត់បានបន្តទៀតថាតើក្មួយដឹងទេតាំងពីឆ្នាំ2000មកស្ពាននេះត្រូវវាយប្រហារដោយទឹកចំនួនជាច្រើនដងទឹកហូរច្រោះដាច់ផ្លូវស្ទើរទឹកទីតែស្ពាននេះគ្រាន់តែខូចផ្នែកបង្កាន់ដៃដែលគេជួសជុលបន្ថែមថ្មីនេះតែប៉ុណ្ណោះចំណែកឯស្ពានផ្សេងទៀតដែលទើបតែកសាងថ្មីត្រូវបានខូចបាក់បែករហូតដល់មិនអាចជួសជុលបានទៀតផងដោយខុសពីគេលោកពូម្នាក់ដែលពាក់វ៉ែនតាខ្មៅអាវខ្វះសេទំនងជាអ្នកមានចំណេះដឹងនិងកំពុងធ្វើការក្នុងស្ថាប័នណាមួយគាត់បាននិយាយថាគាត់មិនជឿរឿងនេះនោះទេស្ពាននេះមានសភាពរឹងមាំដោយសារបច្ចេកទេសគ្រឹះសាងសង់នាសម័យនោះសាងសង់ដោយយកចិត្តទុកដាក់ហើយប្រហែលជាអាចមានបច្ចេកទេសពីប្រទេសថៃទៀតផងចំណែកឯការមានមនុស្សស្លាប់នៅទីនេះវាគ្រាន់តែជាភាពធ្វេសប្រហែសតែប៉ុណ្ណោះតើប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាយល់យ៉ាងដូចម្តេចដែរមិនជឿសូមកុំប្រមាថ